cái ta là mình đang nói mấy cô là các con mà hay scom đó vì mình pi cái ta tí muối mấy cô nó vì mình những người liệt sbon cái nào vì mình những người liệt sbon cứ thôi sao nó scom ring đây scom tới hả năng cái việc cái họ imasie scom tới năng dương tiên tê cáp xí ba thế năng dương tay nó scom chẳng tí muối tí pi cái tông muối mình ca thái to mình thay cáp đo cho nên mình cục còn cái nào đo cho nên mình cục còn cô được bao giờ rồi ngày tới chẳng thôi cô nó cho scom này hayวิธีដោះស្រាយគឺយើងព្យាបាលវាយល់ល្អនៅពេលដែលវាកើតកូនរួចហ្នឹងគឺយើងឲ្យបរិស័ទគេចាក់ព្យាបាលដោយប្រើអង់ទីយ៉ូទិកមួយចំនួនដើម្បីយើងព្យាបាលស្បូនវាការពារមេរោគជ្រៀតចូលនៅពេលដែលវាកើតហើយហ្នឹងឬក៏យើងហៅថាសម្អាតកាកសំណល់ក្នុងស្បូនឲ្យស្អាតដើម្បីនៅពេលវារយឈ្មោះលើកក្រោយវាអត់មានសញ្ញាលាក់ស្បូនទេមានន័យថាស្បូននឹងឆាប់ជាសះទៅវិញតទៅកើតកូនរួចហើយមួយទៀតកតាថែទាំគឺយើងផ្ដល់ចំណីឲ្យបានគ្រប់គ្រាន់ស្មៅច្បាស់ថ្ងៃហ្នឹងហើយនឹងអាចឲ្យទៅចាក់វីតាមីននៃមួយចំនួនដើម្បីបំពន់សុខភាពវាបន្ថែមកំឡុងពេល1ម៉ោងកូនហើយពេលឡើងវិញទៀតឆ្លើយតបនឹងសំណួរបងឯមុនថាហេតុអីបានជាមេកូពាក់ឈ្មោះមិនជាប់អាហ្នឹងខ្ញុំសូមឆ្លើយតបថាវាមានកត្តា3ធំសម្រាប់អ្នកបង្កើតស្ប៉ាត់មកដូចខ្ញុំទី1កត្តាអ្នកបច្ចេកទេសអ្នកបង្កើតទី2កត្តាម្ចាស់សត្វទី3កត្តាសត្វមានថាមេកូទី1ខ្ញុំនិយាយអំពីអ្នកបច្ចេកទេសមានន័យថាជួនកាលគាត់ទៅបង្កើតហ្នឹងស្វាមគាត់នឹងមានបញ្ហាឬក៏ហៅថាគាត់ខ្វះចន្លោះនៅបច្ចេកទេសណាមួយទៅគឺគាត់មានថាការដែលយកស្ពាំទៅប្រកាសហ្នឹងមានថាខ្វះខាតមានតែនិយាយថាមេជីវិតនឹងខ្សោយឬក៏គាត់ប្រកាសមិនបានល្អខុសបច្ចេកទេសអាហ្នឹងដែលធ្វើឲ្យប្រជ័យមួយទៀតពាក់ព័ន្ធនឹងមេកូមានន័យថាមេកូហ្នឹងគឺវាមានជំងឺស្បូនតែកាលណាវាមានជំងឺស្បូនដូចជាជំងឺលូកូនជំងឺរលាកស្បូនតែកាលណាកូនមានជំងឺទាំងអស់ហ្នឹងគឺកូនហ្នឹងពាក់ឈ្មោះម្ដងអត់ជាប់ដែរហើយមួយទៀតវាអាចមានជំងឺហៅថាជំងឺដែលវាកើតឡើងនៅខ្លួនឯងវាដូចមិនបង្កឡើងដោយមេរោគដែលធ្វើឲ្យរលូតឬក៏រលាកទេក៏តែស្បូនហ្នឹងមានការខុសប្រក្រតីមានថាវាបត់វាវីកវាស្ពីតអីចឹងទៅស្បូនហ្នឹងគឺមានខុសប្រក្រតីក៏អាចធ្វើឲ្យកូននឹងដែរកូននឹងអត់កូនដូចគ្នាទី3ម្ចាស់សត្វមានន័យថាគាត់ផ្ដល់ព័ត៌មានមកឲ្យភ្នាក់ងារអ្នកបង្កើតហ្នឹងអត់ច្បាស់លាស់ឬក៏ការគ្រប់គ្រងពេលវេលានៃការឲ្យឈ្មោះរបស់គាត់នឹងអត់បានត្រឹមត្រូវខ្ញុំសូមនិយាយទី1ថាបង្កើតធម្មជាតិជួនកាលគាត់យកទៅបង្កើតគោគាត់យកគោមេកូយកទៅបង្កើតទៅខុសពេលមានថាគោហ្នឹងវាត្រូវបង្កើតពេលល្ងាចតែគាត់បង្កើតពេលព្រឹកឬក៏ត្រូវបង្កើតពេលព្រឹកតែយកទៅបង្កើតពេលល្ងាចជាធម្មតាបច្ចេកទេសបើហៅឈ្មោះពេលព្រឹកបង្កើតពេលល្ងាចហៅឈ្មោះពេលល្ងាចបង្កើតពេលព្រឹកអញ្ចឹងជួនកាលគាត់ហៅឈ្មោះភ្លាមគាត់យកទៅបង្កើតភ្លាមអាហ្នឹងមានថាការបង្កើតហ្នឹងវាលឿនពេកហ្នឹងមកនៅដល់មកម្ចាស់សត្វហើយមួយទៀតពាក់ព័ន្ធជាមួយនឹងម្ចាស់សត្វហ្នឹងដែរគាត់គ្រប់គ្រងអត់បានល្អតាក់ទងជាមួយនឹងចំណីអាហារសត្វហ្នឹងវាស្គមពេកការឲ្យឈ្មោះការប្រកាសក៏អត់សូវជោគជ័យដែរវាស្គមពេកឬក៏ថត់ពេកហ្នឹងក៏បណ្ដាលឲ្យសត្វហ្នឹងប្រកាសទៅក៏អត់ជោគជ័យដែរមានថាការណាថត់ពេកខ្លាញ់រុំអាកន្លែងមេជីវិតហ្នឹងវាធ្លាក់ហើយចំពោះដំណោះស្រាយដើម្បីឲ្យការប្រកាសនឹងជាប់ឡើងវិញហ្នឹងទី1ប្រឹងសមត្ថភាពអ្នកប្រកាសឲ្យច្បាស់ថានៅពេលដែលខ្លួនឯងទៅប្រកាសហ្នឹងគឺចេះប្រកាសច្បាស់លាស់ទី1ទី2សម្ភារៈគ្រប់គ្រាន់ទី3មេជីវិតដែលយើងយកទៅហ្នឹងវាមានភាពរស់ល្អមានថាយើងប្រកាសទៅគឺវាមានសមត្ថភាពគ្រប់គ្រាន់មេជីវិតអាចមានសមត្ថភាពគ្រប់គ្រាន់រត់រោមេជីវិតជីបានអានឹងទី1ហើយទី2ចំពោះសត្វបើសិនជាសត្វហ្នឹងវាមានបញ្ហាលាកស្បូនឬក៏ប្រវត្តិជំងឺលូតកូនយើងត្រូវដឹងដែរមានន័យថាអ្នកបច្ចេកទេសគេត្រូវដឹងម្ចាស់សត្វគេត្រូវដឹងដើម្បីបានព័ត៌មានជារួមមកសំយោគថាអូមេកូហ្នឹងពាក់ដែរជាប់ទេពាក់មួយដងអត់ជាប់ទេហើយចឹងវាជំងឺលូតកូនណាទី1ទី2បើសិនជាឃើញមានទឹកអិលវាខុសពីពណ៌សថ្លា
មានន័យថាខុសពណ៌សខ្លះមានថាពណ៌ហមពណ៌ខៀវពណ៌លឿងពណ៌ខ្មៅពណ៌អីក៏ដោយឲ្យតែខុសពីពណ៌សថ្លាទឹកខ្មៅវាហ្នឹងគឺវាមានជំងឺទាំងអស់អញ្ចឹងមានថាទៀមទាឲ្យយើងព្យាបាលមានន័យថាយើងព្យាបាលមុនពេលប្រកាសហើយទី3ចំពោះម្ចាស់សត្វយើងត្រូវប្រកាសជាថាគោយើងរកឈ្មោះពេលណាឲ្យយើងដឹងថាតើគោនោះត្រឡប់ពីរកឈ្មោះមួយថ្ងៃហើយមួយទៀតយើងត្រូវផ្ដល់ចំណីឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការប្រចាំថ្ងៃរបស់វាកុំឲ្យកូនស្គមពេកកុំឲ្យកូនធាត់ពេក